នេះគឺជាប្រភេទសត្វដែលអ្នកបើកទូកមួយចំនួនគឺពួកគាត់មិនចង់ជួបទេហើយស្ត្រីម្នាក់នេះគឺបានរកឃើញមូលហេតុហើយវាគឺជាប្រភេទខ្លាទឹកអ្នកសិក្សាខ្លះធ្លាប់បានឲ្យដំបូន្មានថាតែពេលដែលគេចូលទៅសិក្សានៅក្នុងសមុទ្រអ្នកដែលសិក្សានោះគឺកំពុងតែស្ថិតនៅក្នុងមុខម្ហូបរបស់វាហើយគេក៏បានអះអាងថាច្បាស់ជាស្នាដៃរបស់សត្វនេះហើយសត្វភេទឹកមួយចំនួនមើលទៅ slot boat ហាក់ដូចជាមិនសូវជាឆ្លាតហើយគួរឲ្យស្រឡាញ់ក៏ប៉ុន្តែពពួកខ្លាទឹកនេះវិញវាមានភាពខុសប្លែកអំពីភេទទាំងអស់នោះមុខរបស់វាមើលទៅដូចជាចម្លែកហាក់ដូចជាសត្វល្មូនហើយមានភ្នែកលៀនគួរឲ្យខ្លាចពួកវាអាចធំលូតលាស់រហូតទៅដល់ប្រវែង3ម៉ែត្រកន្លះនិងមានទម្ងន់ជិតទៅ500គីឡូហើយធ្គាមរបស់ពួកវាគឺមានកម្លាំងខ្លាំងណាស់អាចខំបំបែកបាល់ប៊ូលីដាច់ជាពីរបានយ៉ាងងាយវាខុសអំពីពពួកភេហើយខ្លាទឹកនេះមានភាពកាចសាហាវដែលមិនអាចនឹងទស្សន៍ទាយទុកមុនបានហើយមានអ្នកសិក្សាសមុទ្រខ្លះក៏ធ្លាប់បានត្រូវវាសម្លាប់ពីមុនមកដែរនៅក្នុងដែនទឹកដដែលនេះអ្នកសិក្សាម្នាក់ត្រូវបានពួកវាទាញចុះទៅក្រោមដោយប្រភេទសត្វនេះហើយគឺមិនដែលត្រឡប់មកវិញទេ